ជំរាបសួរថ្ងៃនេះនាងខ្ញុំសូមបង្ហាញរបៀបធ្វើសាច់ទ្រូងមាន់ផាត់ឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ក្រៀមល្អហើយរក្សាទុកបានយូរដាក់ស្ករត្នោតចូលក្នុងខ្ទះហើយកូរវារហូតទាល់តែឡើងក្រហមល្អនៅពេលដែលស្ករត្នោតឡើងក្រហមល្អហើយនាងខ្ញុំបន្ថែមម្សៅស៊ុបមាន់ចូលអំបិលស្ករនិងទឹកត្រីបន្តិចកូរឲ្យគ្រឿងទាំងអស់រលាយចូលគ្នាល្អដាក់ខ្ទឹមសចូលហើយនឹងនាងខ្ញុំដាក់ទ្រូងមាន់ចំនួន4ទ្រូងចាក់ទឹកចូលដើម្បីរំងាស់ទ្រូងមាន់នៅពេលដែលរំងាស់រាងគោកបន្តិចហើយឃើញខ្ទឹមសរាងរលួយគឺត្រូវតែដួសខ្ទឹមសចេញឲ្យអស់ពីព្រោះខ្ទឹមសគឺយើងដាក់ដើម្បីជំនួយដល់ក្លិនឈ្ងុយឈ្ងប់នៅពេលដែលសាច់មាន់រាងផុយបន្តិចហើយនាងខ្ញុំចាប់ផ្ដើមយកស្លាបព្រាឬវែកមកញែកវាដើម្បីឲ្យវាបែកជាសរសៃបែបនេះហើយបន្តកូរហើយនឹងបន្តចាក់ទឹករហូតដល់តែសាច់មាន់យើងមើលទៅឃើញថាផុយល្អហើយបែកចេញជាសរសៃស្ដើងល្អហើយបន្តកូរទៅមករហូតដល់តែសាច់មាន់ផាត់ដាច់ទឹកល្អហើយក្រៀមល្អត្រូវប្រាកដថាសាច់មាន់ផាត់របស់យើងគឺក្រៀមល្អស្រួយល្អដើម្បីទុកបានយូរវាមិនដុះផ្សិតសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់